រុស្ស៊ីបានប្រមានអំពីការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ចំពោះការឈ្លានពានណាមួយមកលើប្រទេសរបស់ខ្លួនអ្នកការទូតកំពូលរបស់រុស្ស៊ីកាលពីថ្ងៃសៅរ៍បានប្រមានអំពីការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ចំពោះការឈ្លានពានណាមួយបន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានគាំទ្រការអំពាវនាវឲ្យបាញ់ទម្លាក់យន្តហោះរុស្ស៊ីដែលបំពានដែនអាកាសរបស់ប្រទេសនៃអង្គការ NATO រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បានប្រាប់មហាសន្និបាតអង្គការសហប្រជាជាតិថារុស្ស៊ីកំពុងត្រូវបានចាត់ប្រកាន់ថាស្ទើរតែរៀបចំផែនការវាយប្រហារសម្ព័ន្ធមិត្តអាត្លង់តិកខាងជើងនិងបណ្ដាប្រទេសសហភាពអឺរ៉ុបលោកក៏បាននិយាយថារុស្ស៊ីមិនដែលមានចេតនាបែបនេះទេទោះបីជាយ៉ាងណាក៏ដោយការឈ្លានពានណាមួយប្រឆាំងទៅនឹងប្រទេសរបស់ខ្ញុំនឹងត្រូវឆ្លើយតបយ៉ាងម៉ឺងម៉ាត់ប្រទេសជាច្រើនរបស់អង្គការ NATO បាននិយាយថាយន្តហោះចម្បាំងនិងយន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ីបានរំលោភលើដែនអាកាសរបស់ពួកគេនៅក្នុងទ្វីបអឺរ៉ុបអំឡុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីនេះដោយចាត់ប្រកាន់ទីក្រុងមូស្គូថាបានសាកល្បងសម្ព័ន្ធភាពមួយនេះយ៉ាងណាលោក Lavrov បានសរសើរដល់ Trump នៅក្នុងវិធីសាស្ត្រនៃរដ្ឋបាលអាមេរិកបច្ចុប្បន្នដែលរុស្ស៊ីឃើញថាមានបំណងប្រាថ្នាមួយមិនត្រឹមតែរួមចំណែកដល់មធ្យោបាយដើម្បីដោះស្រាយវិបត្តិអ៊ុយក្រែនជាក់ស្ដែងប៉ុណ្ណោះទេថែមទាំងជាបំណងចង់អភិវឌ្ឍកិច្ចសហប្រតិបត្តិការជាក់ស្ដែងដែលមិនប្រកាន់ជំហរមនោគមវិជ្ជាដែលចង់សម្ដៅទៅលើការរៀបចំជំនួបកំពូលរវាងលោកពូទីននិងលោកត្រាំនៅរដ្ឋអាឡាស្កាកាលពីពេលថ្មីនេះ